7 ជំហានសាមញ្ញបំផុតតែមានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកដែលចង់បានរាងស្អាតការមានរាងស្អាតមិនចាំបាច់ត្រូវការវិធីសាស្ត្រស្មុគស្មាញឬរបបអាហារតឹងរ៉ឹងពេកនោះទេគ្រាន់តែអនុវត្តជំហានសាមញ្ញទាំង7នេះជាប្រចាំអ្នកអាចឃើញការផ្លាស់ប្ដូរបាន 1. ផឹកទឹកឲ្យបានគ្រប់គ្រាន់ផឹកទឹកយ៉ាងតិច8ទៅ10កែវក្នុងមួយថ្ងៃទឹកជួយរំលាយអាហារបន្សុទ្ធរាងកាយនិងកាត់បន្ថយការឃ្លានអាហារមិនចាំបាច់ 2. កាត់បន្ថយអាហារផ្អែមនិងអាហារឆ្អែលកាត់បន្ថយស្ករសូដានំនិងអាហារឆ្អែលជំនួសដោយផ្លែឈើបន្លែនិងអាហារធម្មជាតិ 3. ញ៉ាំបន្លែនិងប្រូតេអ៊ីនឲ្យបានច្រើនបន្លែជួយឲ្យឆ្អែតយូរហើយប្រូតេអ៊ីនសុទ្ធត្រីសាច់មាន់សណ្តែកជួយរក្សាសាច់ដុំនិងដុតខ្លាញ់ 4. ដើរឬហាត់ប្រាណយ៉ាងតិច30នាទីក្នុងមួយថ្ងៃមិនចាំបាច់ទៅហាត់នៅហ្គេមទេដើរលឿន30នាទីឬធ្វើលំហាត់នៅផ្ទះក៏អាចជួយបានច្រើន 5. ដេកឲ្យបានគ្រប់គ្រាន់គេងឲ្យបាន7ទៅ8ម៉ោងក្នុងមួយយប់ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរាងកាយងាយស្តុកខ្លាញ់និងអស់កម្លាំង 6. កាត់បន្ថយភាពតានតឹងភាពស្ត្រេសច្រើនធ្វើឲ្យរាងកាយងាយឡើងទម្ងន់សម្រាប់ធ្វើសមាធិឬចំណាយពេលជាមួយរឿងដែលអ្នកចូលចិត្ត 7. មានភាពស្ថិតស្ថេរកុំប្រញាប់ប្រញាល់ចង់បានលទ្ធផលភ្លាមធ្វើជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃសូម្បីតែបន្តិចបន្តួចក៏ល្អជាងមិនធ្វើសោះសេចក្តីសន្និដ្ឋានរាងស្អាតមិនមែនមកពីការធ្វើអ្វីលើសកម្រិតក្នុងពេលខ្លីនោះទេវាមកពីទម្លាប់ល្អដែលអ្នកធ្វើជាបន្តបន្ទាប់ចាប់ផ្ដើមពីជំហានតូចថ្ងៃនេះហើយអ្នកនឹងឃើញការផ្លាស់ប្ដូរជាលំដាប់